សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយពីម៉ូតូ Honda Dream Series 2025មួយទឹកដែលកំពុងពេញនិយមខ្លាំងនៅពេលបច្ចុប្បន្ននេះតើវាមានចំណុចពិសេសអ្វីខ្លះហើយបើទិញម្ដងទៀតតើយើងត្រូវមើលចំណុចណាខ្លះមុនដំបូងយើងនិយាយពីគុណភាពរបស់វាសិន Dream 2025ត្រូវបានគេដឹងថាមានម៉ាស៊ីនធន់ខ្លាំងហើយសន្សំសំចៃសាំងរូបរាងថ្មីរបស់វាក៏កាន់តែទាន់សម័យជាងមុនដែរសម្រាប់តម្លៃវិញទោះបីជាមួយទឹកក៏នៅតែមានលំនឹងល្អដែរព្រោះវានៅតែជាទីពេញចិត្តរបស់អ្នកប្រើប្រាស់រាល់គ្នានៅពេលបច្ចុប្បន្នចំណុចសំខាន់ដែលត្រូវប្រុងប្រយ័ត្ននៅពេលដែលយើងទិញម៉ូតូមួយទឹកដំបូងបំផុតត្រូវពិនិត្យមើលលេខម៉ាស៊ីននិងលេខទូម៉ាស៊ីនឲ្យបានច្បាស់លាស់ត្រឹមត្រូវជាមុនសិនតើវាត្រឹមត្រូវតាមប័ណ្ណសម្គាល់ដែរទេបន្ទាប់មកពិនិត្យមើលស្ថានភាពខាងក្រៅដូចជាថុងសាំងចង្គៀងសម្បកកង់កាំនិងទូម៉ូតូជាដើមអ្វីដែលយើងត្រូវធ្វើគឺយើងពិនិត្យមើលទៅលើកង់ទ័រតើអ្នកប្រើប្រាស់ពីមុនគេជិះបានតិចឬក៏ច្រើនតែមិនថ្មីទេព្រោះអីលេខកង់ទ័រគេអាចសេរីបានទេគេចង់ឲ្យវាឡើងច្រើនគឺច្រើនគេចង់ឲ្យវាចុះគឺចុះកុំភ្លេចសាកល្បងជិះដោយខ្លួនឯងដើម្បីដឹងថាតើម៉ាស៊ីនដើរស្រួលឬក៏មានសំឡេងខុសប្រក្រតីត្រង់ចំណុចណាខ្លះសរុបមកវិញ Honda Dream 2025នៅតែជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់រាល់គ្នាបើសិនជាយើងពិនិត្យមើលឲ្យបានត្រឹមត្រូវមុននឹងសម្រេចចិត្តទិញមកប្រើប្រាស់ Honda Dream Series 2025មួយទឹកនៅពេលបច្ចុប្បន្នតម្លៃចន្លោះប្រហែល$2,000ទៅ$2,000ជាងនៅពេលបច្ចុប្បន្នវាអាស្រ័យទៅលើហាងឆេងនិងហាងនីមួយៗប៉ុណ្ណោះគឺតែងតែមានការលក់ខុសគ្នាបន្តិចបន្តួចទៅតាមហាងនីមួយៗគឺការលក់មិនដូចគ្នានោះទេសម្រាប់ Dream 2025នេះគឺវាដើរដោយប្រព័ន្ធប៊ិចដែលជួយសន្សំសំចៃសាំងបានខ្លះដែរនៅពេលបច្ចុប្បន្នព្រោះនៅពេលបច្ចុប្បន្ននេះគឺសាំងកំពុងតែឡើងថ្លៃទៀតគឺវាអាចជួយកាត់បន្ថយការចំណាយបានខ្លះផងដែរសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់អ្នកដែលកំពុងតែត្រៀមលុយទិញ Honda Series 2025មួយទឹកសម្រាប់ការនិយាយទៅមានកំហុសខុសឆ្គងត្រង់ចំណុចណាសូមអធិស្ឋានកុំភ្លេចជួយចុច Like និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតអរគុណនិងសូមជម្រាបលា